trên tầm rạp côn cháu đó bạn đăng thờ miệt đa bị đaឬក៏កុំមកជាដូនជាតាអីហ្នឹងគាត់បានធ្វើទានចឹងប៉ុណ្ណាហ្នឹងហើយដល់ចឹងទៅក៏ជាអ្នកថែរក្សានៅវង្សតកូលបានចុះចូលរាប់អានពុទ្ធសាសនាហ្នឹងតទៅទៀតទៅរឿងឈ្មោះនាមហ្នឹងមានប្រយោជន៍ដល់កូនដល់ចៅចឹងប៉ុណ្ណាហ្នឹងហើយហើយយ៉ាងទៀតក៏ដើម្បីជាទីរលឹកនៃម្ចាស់ខ្លួនយើងហ្នឹងណាដោយប្របាទទុដ្ឋគាមនីអភ័យបាននឹករលឹកឃើញដល់ការបំពេញទានសំខាន់មែនទែនសូម្បីតែកសាងលោហៈប្រាសាទឬក៏សវណ្ណមេរកៈចេតិយអីហ្នឹងនៅតែក្នុងមហាទានហ្នឹងប៉ុន្តែមានទានមួយគឺបានវាយចង្ហាន់ដល់ព្រះពោធិមណ្ឌលៈនៅក្នុងព្រៃចឹងដែលព្រះអង្គកាលនោះចាញ់ដៃណាពួកថ្មិលរត់ចូលក្នុងព្រៃហើយមហាថ្លឹកទៅជាមួយនឹងបានកយាមកដុំហ្នឹងហ្នឹងចែកជាមួយនឹងមហាថ្លឹកផងចែកជាមួយនឹងសេះផងហើយមកចំណែកទៀតគឺថ្វាយដល់ព្រះភិក្ខុសង្ឃនឹងឯងដល់ទៅព្រះពោធិមណ្ឌលៈលោកមុនមកបិណ្ឌក្នុងព្រៃអញ្ចឹងជ្រះថ្លាថ្វាយទាំងចំណែកព្រះអង្គទៅទៀតលហើយមហាថ្លឹកហ្នឹងក៏មិនហ៊ានបរិភោគសូម្បីតែសេះហ្នឹងក៏សម្ដែងអាការៈដើម្បីថាថ្វាយដល់ប្រធេរៈទាំងអស់នឹងឯងចឹងហើយចងចាំទុកក្នុងការដែលថ្វាយទានហ្នឹងសុខចិត្តព្រះអង្គនឹងឯងស្រេកឃ្លានមិនបានសើយចឹងគាត់ណាបានសម្រេចទៅជាការឲ្យទានហ្នឹងដល់អញ្ចឹងព្រះអង្គនឹករលឹកឃើញនៅពេលចិត្តសោយបទីវង្គតហ្នឹងឲ្យគេសូត្រអំពីកិច្ចការងារជាកុសលផ្សេងដែលព្រះអង្គបានបំពេញហ្នឹងដល់តែពេលសូត្រមកដល់កន្លែងហ្នឹងឈប់ឲ្យគេសូត្រព្រោះពេញបតីកន្លែងហ្នឹងក្រៃលែងណាស់ហើយព្រះអង្គក៏បិទបណេតសោយបទីវង្គតទៅបដិសន្ធិនៅនឹងរាជរដ្ឋឋានតុសិតដែលរាជរដ្ឋទេវលោកទាំង6ជាន់ទៀតមកទទួលព្រះអង្គប្របាទទុដ្ឋគាមនីអភ័យដែលព្រះអង្គមានប្រហាប្រតិទំនុកបំរុងព្រះសាសនាក្រៃលែងណាស់ក្នុងការនមស្ការថ្វាយបង្គំបច្ចេកដីពពោធិព្រឹក្សកសាងទីសេនាសនៈរបស់សង្ឃទាំងលោហៈប្រាសាទប៉ុន្តែបាន10ជាន់ចឹងប៉ុន្តែ10ជាន់លោហៈប្រាសាទរូបភាពដូចវិមានឋានតាវតឹងចឹងតែព្រះអរហន្តឲ្យប្លង់ទៅនឹងហើយមាន1000បន្ទប់ចឹងប៉ុណ្ណាហើយសវណ្ណមេរិកៈចេតិយកសាងហើយបញ្ចុះព្រះបរមសារីរិកធាតុណាក្នុងមួយចំណែកដែលនៅខាងរាមគ្រាមដែលពពួកនេះបានយកទៅគោរពបូជាហ្នឹងសង្ឃបានឲ្យសោនុត្តរសាមណេរហ្នឹងទៅដង្ហែមកនាំយកមកបញ្ចុះនៅក្នុងសវណ្ណមេរិកៈចេតិយអញ្ចឹងប្របាទទុដ្ឋគាមនីអភ័យហ្នឹងទំនុកបំរុងព្រះសាសនាបំពេញសេចក្តីជ្រះថ្លាហើយសោយបទីបង្គត់ទៅបានព្រះម្ចាស់ប្អូនគឺសទ្ធាទេសៈបានគ្រប់គ្រងរាជជំនួសបន្តមកទៀតហ្នឹងហើយព្រះបាទសទ្ធាទេសៈនេះ
បងប្អូនពីរអង្គហ្នឹងជាអគ្គសាវកនៃព្រះអរិយមេត្រីចឹងបាទទុដ្ឋគមនីភ័យជាអគ្គសាវកស្ដាំព្រះសទ្ធាទេសៈហ្នឹងជាអគ្គសាវកឆ្វេងនៃព្រះអរិយមេត្រីយ៉ាងហៅព្រះសិអានោះបណ្ណានឹងឯងនៅក្នុងគម្ពីរមហាវង្សសម្ដែងបាទទុដ្ឋគមនីភ័យជាអគ្គសាវកស្ដាំនៅក្នុងអត្តកថាអង្គត្រនិកាយតិកនិបាតពីលក្ខណៈបុគ្គលមានសទ្ធានឹងសម្ដែងពីបាទសទ្ធាទេសៈជាអគ្គសាវកឆ្វេងនៃព្រះអរិយមេត្រីជាអ្នកបំពេញបុណ្យបារមីដ៏ក្រៃលែងណាស់ព្រះសទ្ធាទេសៈនឹងស្ដាប់ពធនៅយប់វោះព្រឹកគឺសមាធិរបស់ព្រះអង្គអត់មានឃ្លាតចេញអំពីពធទេតែ3យាមហ្នឹងគឺមានបហប្រតិនៅក្នុងសេចក្តីនៃពធរហូតអត់មានបែកចំណិតគិតទៅក្នុងរឿងអ្វីដទៃទៀតទាំងអស់អស្ចារ្យក្នុងការបំពេញនៅបារមីដាប់ពធទេសនាព្រះសទ្ធាទេសៈនឹងបានបូជាប្រសពព្រះអរហន្តព្រះឧជុមណ្ឌលថេរៈហើយនិងព្រះមហាព្យខថេរៈព្រះឧជុមណ្ឌលថេរៈនឹងជាព្រះអរហន្តដែលព្រះអង្គជ្រះថ្លាមានបំណងប្រាថ្នាដើម្បីដាច់យាងទៅបានជួបបានគាល់ប្រស្រ័យចរចាជាមួយនឹងព្រះអរហន្តនឹងតាមលក្ខណៈព្រះអង្គជាអ្នកមានសទ្ធានឹងព្រះជាប្អូនណាបន្តអំពីព្រះបាទទុដ្ឋគមនីអភ័យមកនឹងហើយព្រះឧជុមណ្ឌលថេរៈនឹងនៅពេលបរិនិព្វាននឹងឲ្យភិក្ខុសង្ឃរៀបចំបោះស្បុកមានក្រេ2ចឹងហើយលោកបរិនិព្វាននៅនឹងក្រេមួយអធិដ្ឋានហើយស្រេចមុននឹងបរិនិព្វានហ្នឹងឲ្យបោះស្បុកហ្នឹងមិនដែតមកកាន់ខាងលោហៈប្រាសាទហើយព្រះមហាព្យខថេរៈហ្នឹងនិមន្តហោះចេញអំពីលោហៈប្រាសាទនឹងឯងទៅសឹងនៅនឹងក្រេមួយទៀតហ្នឹងក្នុងបោះស្បុកហ្នឹងបរិនិព្វានទាំងពីរព្រះអង្គហ្នឹងអញ្ចឹងហើយជាព្រះមហាព្យខថេរៈហ្នឹងគឺព្រះបាទទេវានំវយទេសៈនឹងឯងដែលបានទទួលពុទ្ធសាសនាពីដំបូងទំនុកបំរុងព្រះមហិន្ទថេរៈនឹងអស់40ភាសាហើយបានសោយពតិវង្គតទៅកាន់ឋានតាវតឹងនឹងត្រឹមតែ96ឆ្នាំមនុស្សឯងហើយព្រះអង្គបង្អោនបតីចយុត្តមកកើតក្នុងអនុរាធបរិយបជន7ឆ្នាំបួសជាសាមណេរដល់បជនឧបសម្បទាសម្រាប់ព្រះអរហន្តនឹងឯងព្រះនាមព្រះមហាព្យខថេរៈហើយទាំងពីរអង្គនឹងបោះស្បុកឆ្វែលបតិសិនមហាចេតិយធោបារាមពពោធិព្រឹកហើយក៏មកនៅខាងមុខព្រះបរមរាជវាំងបាទសទ្ធាទេសៈនឹងឯងថ្វាយបង្គំហើយក៏រៀបចំពិធីថ្វាយប្រភ្លើងព្រះអរហន្តទាំងពីរព្រះអង្គនឹងជាមួយគ្នាចឹងប៉ុណ្ណានឹងចំណាគ្រាន់តែរំលឹករៀបរាប់អំពីអ្នកមានបុណ្យបានធ្វើហើយជាអគ្គសាវកនៃព្រះអរិយមេត្រីជាអ្នកមានសេចក្តីអង្អាចក្នុងការបំពេញបុណ្យនឹករលឹកឃើញបុណ្យដែលបានធ្វើហើយអញ្ចឹងវាបែកសេចក្តីពីរឿងដែលថាធ្វើខ្លោងទ្វារហ្នឹងយើងដាក់ឈ្មោះនាមអញ្ចឹងក៏ល្អហើយមិនមែនគ្រាន់តែជារឿងយកមុខយកមាត់អីទេរឿងយកមុខយកមាត់ធម្មតាមនុស្សយើងមាននរណាអត់មុខណាលាបទាំងម្សៅទៀតផងមុខហ្នឹងហ្នឹងហើយហំដុសហំខាត់ឲ្យស្អាតឲ្យល្អហ្នឹងហ្នឹងហើយរៀបចំរោមភ្នែកឲ្យស្អាតកោអញ្ចើមអីទៀតទៅខាងញោមស្រី
ឥតអាងមុខមាត់នឹងធម្មតាហើយបើព្រះសម្មាសម្ពុទ្ធវិញព្រះអង្គចាំបាច់ត្រូវតែស្អាតចឹងហ្មងចឹងអ្នកមើលមុខមន្ត្រីបរិជាអីទៅចិត្តទៅក្បែរគឺថាពេញបតីនឹងរូបកាយព្រះអង្គហើយគឺថាសប្បាយចិត្តនឹងស្ដាប់ពធហើយថារូបបប្រមាណណារូបកាយនឹងគឺក្រៃលែងមានពលឺចេញពីព្រះវរៈកាយទៀតអញ្ចឹងរឿងមុខមាត់នឹងវាធម្មតាទេនោះយើងរស់នៅក្នុងសង្គមនឹងឲ្យតែមុខមាត់នឹងវាប្រសូតចេញពីសេចក្តីល្អនឹងឯងវាមុខមាត់ល្អហើយនឹងឯងមុខវានៅនឹងក្បាលនឹងហើយក្បាលហ្នឹងវាសំខាន់សម្រាប់ជីវិតរស់នៅនឹងឯងអត់ក្បាលធ្វើម៉េចរស់បានហើយនៅនឹងក្បាលមានមុខហើយនៅក្នុងមុខហ្នឹងមានភ្នែកផងមានត្រចៀកផងមានច្រមុះផងមានអណ្ដាតផងមានប្រសាទកាយផងគ្រប់មុខនៅក្នុងមុខហ្នឹងមើលរូបឮសម្លេងធំក្លិនដឹងរសដឹងផតពៈហើយមកកណាត់កដាលពីកមកដល់ចង្កេះហ្នឹងគឺមានតែប្រសាទកាយទេអត់មានភ្នែកត្រចៀកច្រមុះអណ្ដាតទេក៏ប៉ុន្តែមានហតិយៈវត្ថុប៉ុណ្ណាហ្នឹងហើយបើពីមកកណាត់ចង្កេះចុះក្រោមហ្នឹងព្រោះមនុស្សយើងវាចែកជា3កំណាត់ណាត់ចុះក្រោមហ្នឹងអត់មានហតិយៈវត្ថុអីទេមានតែកាយប្រសាទមានភាវរូបស្រីឬក៏ប្រុសហ្នឹងហើយជីវិតន្ត្រីហ្នឹងចឹងទៅអញ្ចឹងគឺថាសំខាន់ជាងគេមុខហ្នឹងហើយចឹងវាគ្រាន់តែប៉ុណ្ណេះវាគ្រាន់តែថាបុណ្យកុសលដែលបានបំពេញហ្នឹងអាចសម្រេចទៅជាបារមីហើយកំចាត់បងនៅកិលេសក្នុងបហប្រតិក្នុងចិត្តសន្តានកុំឲ្យយើងយកត្រឹមតែសម្រេចបានមុខមាត់អីនៅក្នុងโลกនេះគឺឲ្យយើងយល់អំពីអំណាចនៃបុណ្យហ្នឹងដូចជាទានកុសលទានបារមីហ្នឹងអត់មានទានបារមីធ្វើមិនបានត្រាស់ជាពុទ្ធព្រះបច្ចេកពុទ្ធអគ្គសាវកពុទ្ធពុទ្ធមេត្តាពុទ្ធបិតាកថៃសារពេចពុទ្ធអរោពុទ្ធញាតអីទាំងអស់សិតតែសំខាន់ណាស់ក្នុងទានបារមីដែលបំពេញមកហ្នឹងត្រូវកើតក្នុងតកូលពងខ្ពស់ត្រូវសម្រេចបានដោយរូបកាយនឹងស្អាតល្អពិសេសដោយព្រះពុទ្ធអង្គមានឆាប់ពន្ធរាំងសីអីហ្នឹងសម្រេចចេញពីទានទាំងអស់ខៀវលឿងហមសហង្សបាតពណ៌ផ្លេកសិតតែចេញពីទានបារមីណាព្រះអង្គឆ្វៀលបណេតឲ្យទៅជាទានចឹងបានមកជាឆាប់ពន្ធរាំងសីពណ៌ខៀវចាស់ដោយបណេតព្រះអង្គក្នុងកាលនោះលឿងព្រះអង្គអាសាច់ឲ្យវិសកម្មទេវបុត្រផែទៅជាមាសបិទពុទ្ធបរិមាក្រហមព្រះអង្គពុះទ្រូងរូងយកបេះដូងធ្វើជាថ្នាំព្យាបាលរោគមេដាដែលត្រូវពោះខំពណ៌សព្រះអង្គបានប្រទានតម្រៃបច្ច័យអ្នកកេណនរេនកុជសាក្នុងកំណើតព្រះអង្គជាព្រះវេស្សន្តរហើយពណ៌ហង្សបាតជើងហង្សនឹងព្រះអង្គអាសាច់ឲ្យយៈបរិភោគដូរយកមេត្តាដែលយៈចាប់ពណ៌ផ្លេកព្រះអង្គជាសក្សបណ្ឌិតព្រះអង្គបរិច្ចាគជីវិតឲ្យទានដល់ឥន្ទ្រព្រាហ្មណ៍លោតចូលភ្លើងសម្រាប់ពីទានទាំងអស់មកជាឆាប់ពន្ធរាំងសីហើយព្រះរូបព្រះលក្ខណៈព្រះអង្គ32ប្រការនឹងសម្រាប់ពីទានប្រកបជាមួយសិលក្នុង3ដកលេខ19លក្ខណៈសូត្រនឹងព្រះអង្គបំពេញបុណ្យអីខ្លះបានមកជាមហាបរិស័កលក្ខណៈ32ប្រការគឺដោយអំណាចនៃទាននឹងក្រៃលែងណាស់ដូច្នេះដល់យើងយល់ពីគុណរបស់ទានទៅយើងមានការគោរពក្នុងទានគោរពក្នុងព្រះសង្ឃផងហើយគោរពក្នុងទេយ្យធម៌ដែលយើងបានបំពេញនឹងទៀតហ្នឹងហើយឲ្យទានដោយសេចក្តីគោរពនៅក្នុងសัพពរិស័កទានទៅដល់ពេលទាននឹងឲ្យផលទៅមានបងប្អូនកូនចៅអីជាអ្នកស្ដាប់បង្កប់នឹងអានិសង្ឃនៃការឲ្យទានដោយគោរពមានកូនចៅចេះគោរពម៉ែឪ
មានកូនចៅក្នុងឱវាទអីហ្នឹងគឺតែស្ដាប់បង្កប់ស្មោះត្រង់ទៅហើយបើឲ្យទៀននឹងឯងដោយសទ្ធាចិត្តនឹងវាជ្រះថ្លារហ័សរហួនរវាសរវៃធ្វើអីនឹងគឺស្ទាត់ជំនាញដល់ទៅអញ្ចឹងទៀននឹងឲ្យផលមកមានទ្រព្យសម្បត្តិមមតំហើយមានរូបល្អវាតេតួងទៅនឹងសទ្ធាជ្រះថ្លារហ័សរហួនរវាសរវៃញញឹមញញែមកិរិយាដែលប្រព្រឹត្តទៅដោយសទ្ធានឹងគឺស្រស់បោះណាស់ហើយបើឲ្យទៀនតាមកាលវិញនៅពេលដែលត្រូវការអីគឺបានមកហ្មងទៀតនៅពេលដែលត្រូវការអីគឺបានរហូតដល់ទៅពេលដែលត្រូវបួសព្រះអង្គប្រទានជាអេហិភិក្ខុទៅទៀតហ្នឹងហើយនឹងឲ្យទៀនតាមកាលមានចៃវរៈទៀនអីជាដើមចឹងទៅហើយក្នុងការឲ្យទៀនដោយការអនុគ្រោះនឹងក៏ក្រៃលែងណាស់រមែងសម្បូរទៅដោយរូបសម្លេងក្រិនរសសម្ផស្សដូចជាព្រះពុទ្ធមេត្តានៅពេលដែលត្រួតត្រងប្រគួរព្រះបរមពុរិស័ទពុទ្ធបរមគ្រូណាគឺពុទ្ធមេត្តានឹងសម្បូរទៅដោយលាភសក្ការៈអំពីព្រះរាជាក្នុងសមន្តរាជស្ដេចជុំវិញនគរនឹងនាំយកវៃមកថ្វាយដល់ព្រះនាងដោយអំណាចទានបារមីរបស់ព្រះនាងផងព្រះបរមពុរិស័ទដែលអាស្រ័យនៅក្នុងពគួរផងសម្បូរទៅដោយវៃដែលជាទីប្រាថ្នាជាទីត្រេកអរសពតែរបស់មានតម្លៃជាទីពេញមហាប្រតិចឹងទៅចែកចាយដល់នោះមនីក្នុងព្រះបរមរាជវាំងទៅដល់អ្នកស្រុកអ្នកភូមិអីដោយអំណាចនៃចំនួនអំពីព្រះរាជាក្នុងនគរដតីនឹងព្រះមហាមាយាទាំងសម្បូរក្រៃលែងណាស់នៅពេលដែលព្រះអង្គទ្រង់តាំងនៅក្នុងពគួរហ្នឹងចឹងណានាក៏នឹកចង់បង្អោនយកមកបូជាមកថ្វាយអានិសង្ឃរបស់ទានដែលមានហ្នឹងហើយបើឲ្យទានដោយការមិនលុបបំបត្តិគុណអ្នកដទៃគឺថាគុណមេត្តាបិតានៅតែគុណអញ្ចឹងអត់មានថាចិញ្ចឹមគាត់បំរើគាត់ដើម្បីឲ្យរួចគ្នាអីទេព្រោះគុណនៅក្នុងមេត្តាបិតាយើងមិនអាចទៅលុបបានទេយើងបំពេញបុណ្យរបស់យើងទេតើអញ្ចឹងយើងបំពេញបុណ្យកុសលនឹងដោយអត់មានគិតគូរកាច់កិនអីរួចគ្នាទេយើងមានមេត្តាបិតាជាព្រះអរហន្តរបស់យើងដែលទំនុកបំរុងចិញ្ចឹមបីបាច់មើលថែនឹងយើងសប្បាយចិត្តរហូតដល់អញ្ចឹងទាននឹងឲ្យផលមកគឺថាអានិសង្ឃក្នុងទានដែលមិនលុបបំបត្តិគុណអ្នកដទៃមិនបៀតបៀនខ្លួនឯងមិនបង្អាប់បង្អោនបៀតបៀនអ្នកដទៃដោយការស្ដីថានន្ទាទានអ្នកដទៃហ្នឹងណាបានទ្រព្យសម្បត្តិមកមិនវិនាសទៅដោយទឹកមិនវិនាសដោយភ្លើងមិនវិនាសដោយចោរមិនវិនាសទៅដោយការរឹបអូសមិនវិនាសទៅដោយបុគ្គលមិនជាទីស្រឡាញ់ទទួលនៅមរតកអានឹងចាត់ទុកថាវិនាសដែរណាបុគ្គលដែលមិនជាទីស្រឡាញ់ហ្នឹងហើយជាអ្នកមកទទួលមរតកហ្នឹងចឹងដោយកូនចៅអីហ្នឹងប្រព្រឹត្តបែងទៅខ្សែគប់មិត្តភ័ក្តិមិនល្អទៅបំផ្លាញទ្រព្យសម្បត្តិអីហ្នឹងចឹងអានឹងទ្រព្យសម្បត្តិហ្នឹងវាត្រូវបាត់បង់ទៅដោយសារការឲ្យទានរបស់យើងហ្នឹងដើម្បីលុបបំបត្តិគុណអ្នកដទៃហ្នឹងហើយដូច្នេះគឺតេតួងទៅនឹងការឲ្យទានហ្នឹងគឺទានល្អណាស់ដូចជាការឲ្យដោយសទ្ធាឲ្យតាមកាលឲ្យដោយសេចក្តីគោរពអីហ្នឹងឲ្យដោយការសង្គ្រោះនិងឲ្យដោយការគោរពគុណអ្នកដទៃពិតអញ្ចឹងទាននឹងឲ្យផលមកក៏ទៅតាមអំពើកម្មហ្នឹងការដែលយើងយល់ដឹងទៅនៅក្នុងទានហ្នឹងបានយើងមិនមែនត្រឹមតែដើម្បីមុខមាត់ក្នុងបច្ចុប្បន្នទេមុខមាត់ហ្នឹងមុខតែសម្រាប់ហើយទេពីព្រោះសេចក្តីល្អហ្នឹងដែលជាវណ្ណៈហ្នឹងវណ្ណៈហ្នឹងប្រែមកថាពណ៌សម្បុរហើយនឹងមុខមាត់កិត្តិយសហ្នឹង
មុខមាត់កិត្តិយសហ្នឹងគឺប្រសូតចេញពីសេចក្តីល្អដែលយើងបំពេញនឹងឯងចឹងយកទៅណាមិនអស់ទេហើយយើងល្មមទៅក៏អាចរស់បានដើម្បីធ្វើទានរក្សាសិលទៅសេវាសតិញអីពេកសំខាន់គឺយើងលះបង់កិលេសក្នុងចិត្តសន្តានរបស់យើងក្នុងការឲ្យទានហ្នឹងឯងចឹងអាហ្នឹងដែលជាការសំខាន់ដើម្បីឲ្យឆាប់រួចផុតចាកទុក្ខរឿងលេបយោអីហ្នឹងបានមកពេលមកគ្រាវាវិន័យវាបាត់បង់ទៅអស់ទេក៏ប៉ុន្តែការកម្ចាត់បង់នៅកិលេសដោយទានបារមីសីលបារមីហ្នឹងបានឆាប់រួចពីការរវល់ក្នុងសង្សារវដ្តអត់មានភារៈអីដែលត្រូវចិញ្ចឹមមើលថែបញ្ញខណ្ឌហ្នឹងតទៅទៀតទេមានភារៈដាក់ចុះអស់រវល់ហ្នឹងដោយនៅក្នុងវិជាដកដែលព្រះអង្គទ្រង់សម្ដែងកាលដែលព្រះអង្គហ្នឹងអន្តលយល់យកកំណើតជាចាបទៀតព្រះអង្គព្រះបរមពុរិស័ទកើតជាសត្វហ្នឹងអស់តូចត្រឹមចាបអត់មានកើតជាអីតូចជាងចាបទៀតទេហ្នឹងហើយឲ្យធំទៅដល់តម្រៃទៅហ្នឹងហើយរូបជាតិកំណើតព្រះអង្គកើតហ្នឹងហើយកម្មនឹងរៀបចំទៅព្រះអង្គកើតជាចាបនឹងត្រូវព្រានចាប់បានទៀតយកមកដាក់ត្រង់ហើយលក់ឲ្យគេអ្នកណាមកទិញ1ទិញ2ទិញ2ទិញ3ទិញ5ទិញ10អីចឹងទៅណាហ្នឹងឯងហើយព្រះបរមពុរិស័ទក្នុងកាលហ្នឹងជាចាបហ្នឹងចេះគិតណាតែកាលណាយើងបរិភោគចំណីព្រានដាក់ឲ្យក្នុងទ្រុងហ្នឹងមានសាច់ធំធាត់អាហ្នឹងមកគេចូលនៅក្នុងរឿងលក់ឲ្យគេយកទៅបរិភោគហ្នឹងហើយហ្នឹងហើយអញ្ចឹងរោគឧបាយទៅខំប្រឹងអត់ចំណីអត់ទៅវាប្រកាសរូបភាពហ្នឹងស្គាំងស្គមទៅដល់ទៅអ្នកទិញគេមិនចង់បានស្គមគេចង់បានតែចាបផាត់ហ្នឹងដល់ទៅលក់អស់ចាបផាត់ហ្នឹងអស់អាលីងនៅតែចាបពពុរិស័ទហ្នឹងដែលស្គមហ្នឹងដល់អញ្ចឹងទៅម្ចាស់ចាបហ្នឹងក៏ចាប់យកមកដាក់នឹងបាតដៃហ្នឹងត្រួតមើលវាឈឺអីវាស្គមអីម្លេះដាក់មើលដោយធ្វេសប្រហែសព្រោះតែចាប់មកហ្នឹងក៏មិនរើដាក់នឹងបាតដៃមើលហ្នឹងក៏មិនកម្រើកបានឱកាសហើយផ្ទះស្លាប់ព្រុលហើទៅបាត់ចូលទៅដល់ហ្វូងចាប់ទៅទេគេសួរថាអូយលោកម្ចាស់បាត់ទៅណាទៅតែមកតែគេចាប់ព្រានគេចាប់យើងហើយមិនបានគេរួចមកថាមកពីឧបាយរបស់យើងមើលចុះយើងចេះគិតហ្នឹងបានជាយើងរួចពីសេចក្តីស្លាប់ហើយរួចពីទ្រង់របស់ព្រានទៀតហ្នឹងហើយព្រះបរមពុរិស័ទព្រះអង្គសម្ដែងវិជាដកហ្នឹងគឺតេតងទៅនឹងរឿងរ៉ាវភិក្ខុមួយអង្គកើតជាសិទ្ធិបុត្រជាកូនសិទ្ធិនៅក្រុងសាវត្ថីទាំងទៅតែជាយត់ពីព្រហ្មលោកមកណាដល់ទៅមានមិត្តភ័ក្តិអីអ៊ូអរគេរៀបការទៅមានកូន1កូន2កូន3ខ្លះក៏ទៅតែរៀបការតន់មានកូនអីហ្នឹងហើយដល់ពេលអ្នកខត្តរឹកប្រចាំក្រុងសាវត្ថីហ្នឹងក៏គេមកបបួលសិទ្ធិបុត្រជាមិត្តសម្លាញ់ហ្នឹងដើម្បីនឹងបានទៅកំសាន្តអីចឹងទៅក្រោយមកមិត្តភ័ក្តិគេមានប្រពន្ធអស់ហើយឯងនៅតែឯងអញ្ចឹងគេចេះតែបបួលចុះបួលឡើងម៉ែឪហ្នឹងប្រគល់ឲ្យមិត្តភ័ក្តិហើយធ្វើម៉េចឲ្យកូនយើងព្រមយកប្រពន្ធដល់អញ្ចឹងមិត្តភ័ក្តិហ្នឹងទៅរើសបានស្រីស្អាតម្នាក់កូនអ្នកស្រុកគេត្រឹមត្រូវគ្រាន់បើឲ្យមកនៅនឹងផ្ទះរបស់លោកសេដ្ឋីហ្នឹងហើយនាងហ្នឹងបានមកនៅអញ្ចឹងមានទិសដៅដើម្បីធ្វើជាកូនប្រសាលោកសេដ្ឋីណាមិននមមទេណាហ្នឹងឯងពាន់បើហើយក៏ស្រឡាញ់សេដ្ឋីបុត្រហ្នឹងតែមែនទេហ្នឹងដល់អញ្ចឹងក៏ខំយកចិត្តយកថ្លើមសេដ្ឋីបុត្រនឹងឯង
នៅផ្ទះនឹងទៅធ្វើកិច្ចការងារអីហ្នឹងក៏សាបជាយាមបោះច្រាស់ជូតផ្ទះដាំស្លធ្វើអីក៏ធ្វើដែរឧស្សាហ៍ហ្មងចឹងហ្នឹងឯងដើម្បីយកចិត្តសិទ្ធិបុត្រហ្នឹងហើយឲ្យតែមកជួបសិទ្ធិបុត្រគឺញឹមស្ញែងដាក់រហូតហ្នឹងឯងនិយាយចេះនិយាយចោលឲ្យសិទ្ធិបុត្រមិនដែលយកភ្នែកមើលទេតែពីព្រោះចយត់ពីព្រំមកលោកមកនោះវាប្រសិជ្ជៈកាមរាគៈក្នុងចិត្តទៅតែដោយអំណាចឈានគ្របសង្កត់ដល់ទៅពេលនាងនឹងចេះតែបញ្ចេញពាក្យសម្ដីអីពេកចឹងទៅក៏ដាក់ភ្នែកមើលទៅចំពេលនាងនឹងកំពុងស្ញែងមកហ្នឹងឯងស្ញែងថ្មិញមកក្រាស់នឹងមកវាមើលទៅធ្លុះឃើញដល់ឆ្អឹងចឹងឃើញទៅជារាងឆ្អឹងកំពុងតែស្ញែងដាក់មកហ្នឹងដល់អញ្ចឹងបាននៅអសុបកម្មដ្ឋានអធិកៈអសុបព្រោះធ្លាប់អប់រំមកតែនៅឈាមហ្នឹងបានទៅកាន់ព្រំលោកហើយចយត់មកហ្នឹងដល់អញ្ចឹងមានមេត្តាករុណាហ្នឹងអាណិតនាងហ្នឹងប៉ុន្តែនឹងថាឲ្យស្រឡាញ់វាអត់ហើយបាននៅប្រកម្មដ្ឋានទៀតឃើញអសុបជារាងឆ្អឹងទៀតតាមរយៈថ្មិញហ្នឹងដល់អញ្ចឹងក៏មានទ្រព្យអីប្រមាណអីហ្នឹងឲ្យនាងហ្នឹងណាឲ្យនាងហ្នឹងទៅចោះឲ្យនាងហ្នឹងបានទ្រព្យសម្បើមនៅដឹងតែលួងលោមសិទ្ធិបុត្រហ្នឹងមិនបានក៏ចេញទៅយកទ្រព្យសម្បើមទៅហើយដល់ទៅពេលចេញទៅថាទៅផ្ទះដើរតាមផ្លូវទៅមានអ្នកដែលឃើញនាងហ្នឹងគេស្រឡាញ់ពេញចិត្តគេក៏បបួលទៅផ្ទះទៅក៏ទៅតាមគេទៅអត់ទៅផ្ទះដល់ទៅប៉ុនខត្តរិទ្ធនឹងហើយម៉ែឪអត់ឃើញកូនដល់ទៅមកសួរអ្នកដែលមកបបួលយកទៅហ្នឹងគេថាណោយកទៅនៅផ្ទះលោកសិទ្ធិដល់ទៅផ្ទះលោកសិទ្ធិអត់ឃើញទៀតសិទ្ធិបុត្រថាឲ្យប្រកាសច្រើនគួសមហើយទៅបាត់ហើយដល់អញ្ចឹងម៉ែឪភ័យបាត់កូននោះរឿងរ៉ាវក៏បានប្តឹងដល់រាជបរោះចូលដល់ព្រះរាជាហើយក៏គេមកនាំសិទ្ធិបុត្រនឹងសាកសួរទៅក៏ទូលព្រះរាជាតាមនឹងទៅហើយព្រះរាជាថាឲ្យរកកូនស្រីឲ្យគេវិញណារួមឃើញទេត្រូវមានទោសហើយដល់អញ្ចឹងទៅគេក៏ចាប់សិទ្ធិបុត្រនឹងចោមពីព្រោះទូលព្រះរាជាថាទូលvềបង្គំអត់ដឹងទៅរួយណាទេព្រោះឲ្យទៅបាត់ទៅហើយអញ្ចឹងដល់អញ្ចឹងក៏គេចាប់ចងហើយអ្នកដែលចាប់ចងអត់ទៅបានចងគឺវាធ្លាប់ឲ្យរឿងវាយអ្នកទោសហ្នឹងអញ្ចឹងមកតាមក្រុងហ្នឹងវាយសិទ្ធិបុត្រហ្នឹងហើយប៉ុន្តែអ្នកស្រុកអ្នកភូមិហ្នឹងយំហ្មងចឹងដើរតាមក្រោយអាណិតថៃបុត្រហ្នឹងល្អណាស់ទៅវត្តទៅអារាមអីហ្នឹងហើយព្រះរាមាភិក៏អង្គទ្រង់គង់នៅបច្ចេតពុនចឹងម៉ៃពុទ្ធកាលហ្នឹងហើយអ្នកស្រុកនឹងធ្លាប់ទៅស្គាល់សិទ្ធិបុត្រនៅវត្តនៅអីហ្នឹងមនុស្សល្អណាស់ហើយស្រាប់តែមករួងគ្រោះគេចាប់វាយអ្នកស្រុកនាំគ្នាដើរយំតាមក្រោយទៅហ្នឹងឯងសំអីចឹងទៅហើយបាននាងអីនោះឯងឮសូរក្រឹកក្រែងតាមផ្លូវហ្នឹងចេញមកមើលបានដឹងរឿងទៅក៏ត្រូវជួបនឹងរាជបរោះតែអញ្ចឹងក៏គេនាំទៅឲ្យពុកម្ដាយទៅបានលេងបរោះហ្នឹងនិយាយពីសិទ្ធិបុត្រហ្នឹងនៅពេលដែលគេចាប់ចងវាយយើងនឹកថាអាហ្នឹងហើយរឿងដែលយើងនៅជាករាវៈវាមានរឿងដែលត្រូវកើតឡើងអញ្ចឹងជាទុកជាទោសលោកមានឧបនិស្ស័យគិតអញ្ចឹងណាបើសិនបើយើងបានរួចពីលើកនេះទៅយើងបួសហើយតាំងចិត្តចឹងឯងហើយនឹកដល់ព្រះសម្មាសម្ពុទ្ធដល់ទៅពេលបានរួចទៅលោកបួសមែនចឹងប្រឹងប្រែងជាយាមក្នុងភ្នោះសម្រាប់ព្រះអរហន្តទៅបានរឿងរ៉ាវហ្នឹងវាក្រឹកក្រែងឡើងវិខសន្ទនាគ្នាពីរឿងសិទ្ធិបុត្រនឹងឯងដែលមានរឿងមុននឹងមកបួសហ្នឹង
ហើយតាំងចិត្តថាឲ្យតែបានរួចពីចំណងលើកហ្នឹងរួចពីការឃុំឃាំងហ្នឹងរួចពីទុក្ខទោសហ្នឹងគឺបួសហើយបានបួសមែនចឹងសម្រាប់ព្រះអរហន្តទៅបានព្រះអង្គទ្រង់ប្រកាសសម្ដែងអំពីរឿងឧបាយដែលត្រូវរួចអំពីទីឃុំឃាំងរួចអំពីការសម្លាប់ហ្នឹងគឺថាសិទ្ធិបុត្រហ្នឹងបានថិតខានចិត្តថាឲ្យតែបានរួចគឺថានឹងបួសវាយជីវិតចំពោះព្រះសាសនាចឹងបានព្រះអង្គសម្ដែងកាលពីព្រះអង្គជាចាប់គេចាប់ហ្នឹងមានឧបាយដើម្បីរួចពីត្រង់នឹងឯងទាំងហើយសេចក្តីនៃវិជាដកហ្នឹងមានជំរឿល្អិតល្អន់ទៅនៅក្នុងពធណាចឹងប៉ុណ្ណានិយាយអំពីរឿងត្រង់ហ្នឹងយើងដឹងហើយថាចាប់ក្តីបាសាបាសីទទាលលក់អីដែលចាប់គ្នាយកមកដាក់ត្រង់ហ្នឹងទោះជាធ្វើត្រង់មាសត្រង់ប្រាក់ក៏ដោយក៏បាក់សីទាំងអស់ហ្នឹងមិនត្រេកអរក្នុងការជាប់ត្រង់ហ្នឹងទេរੂតែឱកាសដើម្បីនឹងចេញគឺឆ្វែជុំវិញទៅត្រង់ហ្នឹងយកចំពុះដាក់ប្រឡោះហ្នឹងសាកក្បាលចូលទៅគ្រប់ទៅប្រឡោះទាំងអស់ហ្នឹងវាចេញក្បាលវាមិនរួចទៅទៀតនោះវាជាប់ក្នុងត្រង់ហ្នឹងអត់មានមកត្រេកអរត្រង់មាសត្រង់ប្រាក់អីទេតែមនុស្សយើងនេះចេះតែធ្វើត្រង់ដាក់គ្នាហ្នឹងហើយតែសត្វវាមិនត្រេកអរទេហ្នឹងរឿងសត្វចំណែកមនុស្សយើងហ្នឹងហើយមិនមែនចេះតែធ្វើត្រង់ដាក់សត្វទេដាក់ត្រង់ខ្លួនឯងទៀតញាតិញោមដឹងថាមនុស្សយើងដាក់ខ្លួនឯងឃុំឃាំងខ្លួនឯងក្នុងត្រង់មាសត្រង់ប្រាក់ហ្នឹងទេធ្វើត្រង់មាសត្រង់ប្រាក់ដាក់ខ្លួនឯងហ្នឹងណាឥឡូវថាត្រង់មាសត្រង់ប្រាក់ដាក់ខ្លួនឯងក្រៃលោស្ដាប់មិនតាន់យល់ថាត្រង់មាសត្រង់ដុល្លារអញ្ចឹងទៅចុះអាហ្នឹងស្ដាប់បានទេណោះវាមិនមែនត្រង់អីដោយត្រង់ចាបទេប៉ុន្តែអាដែលយើងមានមាសមានប្រាក់ដាក់ធនាគារក៏ដោយនៅឯណាក៏ដោយប៉ុន្តែអាការជាប់ជំពាក់របស់យើងនឹងឯងអាហ្នឹងឯងជាត្រង់ដាក់យើងនោះអាហ្នឹងសត្វលោកហ្នឹងគឺព្រះពុទ្ធអង្គទ្រង់សម្ដែងជាប់ដោយចំណងដ៏មាំហ្នឹងគឺចំណងទាំងអស់ហ្នឹងឯងទៀតចំណងអ្វីដែលជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងទាំងមនុស្សទាំងសត្វទាំងទ្រព្យសម្បត្តិមាសប្រាក់លាភយកហ្នឹងអាហ្នឹងឯងតែជាចំណងទាំងជាចំណងអញ្ចឹងបាននិយាយចូលមកក្នុងសាច់ធัวរបស់យើងគឺការដែលឲ្យទានហ្នឹងដែលសំខាន់គឺលះបង់នៅកិលេសអាហ្នឹងបានទៅជាទានបារមីចឹងតាមសេចក្តីពិតគឺយើងមានទ្រព្យសម្បត្តិហ្នឹងដូចជាទឹកអញ្ចឹងទឹកទន្លេអីចឹងណាចឹងសមុទ្រអីចឹងណាហ្នឹងឯងអាចឲ្យទូកលងលិចក៏បានឲ្យទៅជាផ្លូវដែលសម្រាប់ឲ្យទូកកណូតកប៉ាល់អីហ្នឹងបានទៅមកជំនួយជួយដូរបានទៅដល់ទិសដៅដោយសារតែទឹកហ្នឹងក៏បានអាចឲ្យទូកលិចស្លាប់ក៏បានទៅទ្រព្យសម្បត្តិទាំងអស់ហ្នឹងអញ្ចឹងទៅកាលណាបើយើងមានសេចក្តីប្រមាទយើងល្ងងខ្វះការចេះដឹងខ្វះការសិក្សាខ្សែគប់អំពីព្រះពុទ្ធអង្គសត្វលោកយើងស្លាប់ដោយសារទ្រព្យសម្បត្តិហ្នឹងអាស្លាប់ជីវិតហ្នឹងស្លាប់ហើយអាស្លាប់កុសលធម៌នោះសម្បើមណាស់ណាចឹងប្រព្រឹត្តបាបកម្មទៅដោយសារតែទ្រព្យសម្បត្តិនឹងឯងបាណាតិបាតអត្តនេទានកាមេសុមិច្ឆាចាមុសាបរិភោគសបាសូរាគ្រឿងសវឹងអីទាំងអស់ហ្នឹងសិតតែពាក់ទងទៅនឹងសម្បត្តិទាំងអស់នឹងឯងចឹងដែលធ្វើឲ្យលួងលិចទៅក្នុងអន្លង់លោកីហើយក្រំទ្រាទៅអត្តភាពនឹងបែកបាក់ទៅលិចទៅរូបកាយយើងនេះដូចទូកកំពុកអញ្ចឹងវាត្រូវលិច
បើតើយើងមានសិលជាក្បូនមានទានជាស្បៀងនឹងឯងហើយប្រឹងហែលទៅដោយដៃជាយាមកម្លាំងដៃយើងដែលតោងក្បូនហ្នឹងគឺសទ្ធាកម្លាំងជើងយើងដែលធាក់ទឹកហែលទៅហ្នឹងជាសេចក្តីជាយាមប្រព្រឹត្តទៅក្នុងភាវនាបកម្មដ្ឋានបានដល់កំពង់បានឡើងទៅលើគោកហ្នឹងអាហ្នឹងវាតល់តែអញ្ចឹងហើយបើយើងអត់មានក្បូនអត់មានស្បៀងលិចស្លាប់ទៅអត្តភាពជាមនុស្សនេះគឺនៅពីលើអន្លង់ទាំងណាដែលត្រូវលិចទៅអបាយភូមិអ្នកវេកតរិយ៉ាងណាអ្នកវេកតរិយាទេវលោកកាំងវិជ្ជន្តិបុគ្គលដែលកំណាញ់ស្វិតស្វាញហ្នឹងមិនអាចទៅកាន់ទេវលោកបានទេពីព្រោះទៅកាន់ទេវលោកវាសុទ្ធតែឋានទឹកមានសម្បត្តិហើយបើយើងអត់មានពូជនៃសម្បត្តិហ្នឹងគឺអត់មានទានហ្នឹងឯងហើយខ្វះទាននូបនិស្ស័យធ្វើម៉េចនឹងអាចសិក្សារៀនសូត្រចេះដឹងពធัวបានសម្រេចមគ្គផលអាហ្នឹងគឺតល់តែមានទាននឹងឯងទាំងជាកម្មបច្ច័យឲ្យមានវិបាកជាសុខក្នុងសុគតិភពហើយជាឧបនិស្ស័យសម្រាប់មគ្គផលក្នុងសុគតិភពហ្នឹងអាហ្នឹងគឺដូចជាទឹកដែលសម្រាប់ឲ្យយើងដល់កំពង់ហ្នឹងឯងទ្រព្យសម្បត្តិហ្នឹងយើងឆ្លាតយើងប្រើប្រាស់ឲ្យទៅជាប្រយោជន៍បំពេញបុណ្យបារមីមានដៃមានជើងយើងគ្រប់គ្រងដោយសិលមានចិត្តអប់រំទៅតាមរយៈនៃពធទេសនាបានដោយការចេះដឹងបន្តិចម្ដងរៀនរស់ឲ្យជាសុខក្នុងជីវិតមិនចាំបាច់យើងទៀមទាវៃហើយកើតទុក្ខកតុកន្ទិញទៅនោះទេនេះបានឈ្មោះថាវឹកហាត់ចេះអប់រំឲ្យមានសេចក្តីសុខនៅម្នាក់ឯងក៏មានសេចក្តីស្ងប់ស្ងាត់មានសេចក្តីសុខនៅជាមួយញាតិមិត្តក៏ប្រព្រឹត្តទៅដោយសារនិយធម៌ដោយមេត្តាករុណាដោយការសង្គ្រោះដោយការបំពេញបុណ្យកុសលអ្វីក៏សម្រេចទៅជាអារម្មណ៍ដែលនាំឲ្យមានទានកុសលសីលកុសលភាវនាកុសលបានទាំងអស់គុណចាស់រហូតដល់ទៅចូលកាន់ភ្នោះបួសជាបព្វជិតទៅទៀតដល់នឹងដែលយើងឆ្លាតយើងប្រើប្រាស់សម្បត្តិទាំងអស់ហ្នឹងឲ្យបានដល់ត្រើយគឺព្រះនិព្វាននឹងឯងយើងចងជាក្បូនដោយទានសិលភាវនាហ្នឹងឆ្លងកាត់អន្លង់ហ្នឹងទៅហើយបើយើងល្ងងខ្លៅយើងអត់បានខ្សែគប់ជាមួយនឹងពុទ្ធរិកាយើងត្រូវលួងលិចនៅក្នុងកណ្ដាលសមុទ្រលួងវដ្តសង្សារនឹងឯងដោយសារថាយើងវង្វេងជាមួយនឹងអ្វីដែលមាននៅក្នុងភពជាតិកំណើតហ្នឹងដឹងតែពីរឿងដណ្ដើមគ្នាដឹងតែពីរឿងត្រេកអរជាមួយនឹងរបស់ក្នុងលោកដោយអត់យល់ដឹងថាជានុយជាធ្នាក់ជាអន្ទាក់ជាមន្ទីរឃុំឃាំងអីទៅនោះទេហ្នឹងបានយើងសិក្សាពីជាដកហ្នឹងគឺយើងឃើញថាការដែលត្រូវរួចផុតស្រឡះអំពីលោកនេះមានពិតប្រកបអញ្ចឹងណាសេចក្តីសុខដែលមាននៅក្នុងព្រះអរហន្តព្រោះការកំណត់ទៅលើបញ្ញខណ្ឌហើយមានការដាក់ចុះនៅភារៈហ្នឹងអស់ការរវល់អស់ការខ្វាយខ្វល់ដោយតណ្ហាឧបាទានជាមួយនឹងបញ្ញខណ្ឌហ្នឹងអញ្ចឹងពុទ្ធបរិស័ទយើងក៏មានខណ្ឌរៀងព្រះអង្គរៀងខ្លួនហ្នឹងអញ្ចឹងមិនមែនជារបស់ដែលសម្រាប់ឲ្យយើងជាប់ជំពាក់ទេយើងមានធัวពិចារណាសពគ្រប់ទៅដូចកើតចាស់ឈឺស្លាប់អីអញ្ចឹងយើងភ័យខ្លាចស្លាប់ក៏ប៉ុន្តែរឿងស្លាប់នឹងយើងគិតមើលតែយើងប្រកែអីដែលយើងមិនហ៊ានស្លាប់ណាដល់ពេលដែលត្រូវស្លាប់ហ្នឹងហើយតក់ស្លាប់ហ្នឹងពុទ្ធអង្គព្រះអង្គបរិនិព្វានដែរតើបញ្ញខណ្ឌបែកធ្លាយហើយយើងទៅប្រៀបជាមួយនឹងព្រះអង្គយ៉ាងម៉េចព្រះវិជ័យកពុទ្ធព្រះអគ្គសាវកពុទ្ធក៏ព្រះអង្គបរិនិព្វានបញ្ញខណ្ឌបែកធ្លាយអញ្ចឹងគឺយើងត្រូវនឹករលឹកដល់ការបរិនិព្វានទៅនៃពុទ្ធព្រះអគ្គសាវកពុទ្ធហើយបើនិយាយពីអ្នកមានអិសរិយយសរាជាអ្នកមានទ្រព្យសម្បត្តិមហាសិទ្ធិ
សត្វតែជាអ្នកបាត់បង់ជីវិតទៅតើយើងទៀមទារស់នៅតែឯងនឹងធ្វើអីឃើញទេវាមិនមែនជារឿងដែលយើងត្រូវទៀមទាដែលមិនអាចទៀមទាបាននឹងទេយើងរៀនឲ្យព្រមវិញយើងរៀនឲ្យសុខចិត្តវិញជាមួយនឹងអ្វីដែលជាសេចក្តីពិតនៃបញ្ញខណ្ឌនេះហើយសិក្សាស្រាវជ្រាវរាវរកសេចក្តីពិតឲ្យឃើញថាសេចក្តីស្លាប់ហ្នឹងគឺសង្ខារធัวបែកធ្លាយទេវាអត់មានយើងអីបែកធ្លាយផ្សេងទៀតទេសង្ខារធัวហ្នឹងរលត់ទៅវិញទេអត់មានយើងអីរលត់ទេបាត់ខ្យល់ដង្ហើមចេញចូលមិនបាត់យើងទេណាបាត់វិញ្ញាណទេតើបាត់ភ្លើងធាតុទេតើដែលស្លាប់នឹងមានបាត់យើងទេណានឹងវិបស្សនាកម្មដ្ឋានដែលកំណត់បាននៅជីវិតដែលរស់គឺវិញ្ញាណដឹងអារម្មណ៍វេទនាសោយអារម្មណ៍ភ្លើងធាតុដែលអាស្រ័យកម្មជាបច្ច័យខ្យល់ដង្ហើមចេញចូលព្រោះចិត្តជាសមុទ្ឋានមានយើងឯណាហើយស្លាប់ហ្នឹងគឺបាត់ធัวទាំងអស់ហ្នឹងអាយុឧស្មាចៈវិញ្ញាណังយៈទាកាយ៉ាងយហន្តមੰហ្នឹងឬក៏អចិរੰវតយ៉ាងកាយោហ្នឹងដែលព្រះអង្គសម្ដែងហ្នឹងដូច្នេះវិបស្សនាញាណកើតឡើងបានឃើញថាអាការដែលរស់នៅហ្នឹងគឺវាមានយើងឯណាគឺវិញ្ញាណធាតុទេតើដែលនៅដឹកអារម្មណ៍ហ្នឹងទោះជាសុខទុក្ខអីក៏អាស្រ័យនឹងចិត្តដែលគិតទៅគិតឲ្យសុខសុខគិតឲ្យទុក្ខទុក្ខទៅតេតួងនឹងចិត្តចេតសិកនឹងទេតើហើយដែលពេលស្លាប់នឹងអត់មានបាត់យើងទេគឺបាត់ចិត្តចេតសិកទេតើអញ្ចឹងវាអត់មានរឿងដែលយើងត្រូវតក់ស្លុតថាយើងស្លាប់មិនដឹងយើងទៅណាអីណាយើងទៅណាបើអត់ទាំងបាត់យើងផងហ្នឹងហើយហើយយើងអត់មានទៀមទាដើម្បីថាធ្វើម៉េចកុំឲ្យស្លាប់ទេពីព្រោះវាមិនអាចទៅទៀមទាអ្វីដែលវាមិនអាចទៀមទាបាននឹងទេមាននរណាមួយដែលនៅរស់ម្នាក់ដែលសម្រាប់ឲ្យយើងទៀមទាឲ្យដូចជាម្នាក់ដែលអត់ស្លាប់ហ្នឹងតែព្រះនិព្វានជាអមតៈដែលមិនស្លាប់ហ្នឹងមានទេតើឲ្យតែកំណត់ដឹងបញ្ញខណ្ឌជាសង្ខារធัวមិនមែនជាយើងព្រហ្មយានហ្នឹងចេញអំពីលោកហ្នឹងទៅកម្មព្រះនិព្វានដែលជាអមតៈឋានណាអេវង្លោកੰអវេខន្តੰមច្ចរាជាអ្នកបសតិពិចារណាឃើញថាអត់មានយើងក្នុងរូបវេទនាសញ្ញាសង្ខារវិញ្ញាណអានឹងឯងព្រហ្មយានគឺអរិយមគ្គដែលពុទ្ធបរិស័ទយើងនឹងឯងអាស្រ័យព្រហ្មយាននឹងចេញចាកលោកនឹងមច្ចរាជមើលមិនឃើញពីព្រោះមានយើងឯណាស្លាប់ពីព្រោះដែលស្លាប់ហ្នឹងគឺសង្ខារធัวហ្នឹងរលត់ទៅតើបែកធ្លាយទៅតើខ្យល់ដង្ហើមអស់វិញ្ញាណរលត់ភ្លើងធាតុហ្នឹងក៏អស់ទៅរូបកាយហ្នឹងក៏ជាដីទឹកភ្លើងខ្យល់ស្រាប់ហើយតើមានស្លាប់យើងឯណាអស់ចាណាស់ណាចឹងយើងឈឺទៅពេទ្យក្រៅស្រុកក៏ប៉ុណ្ណាប្រកែណាស់ជាសិនទេដល់ពេលស្លាប់ពេទ្យក៏ស្លាប់ក៏ប៉ុន្តែតាមដែលយើងបានមកចេះដឹងពធណាយើងរកអមតៈគឺការមិនស្លាប់នឹងឃើញតាមរយៈនៃសតិប្បដ្ឋានបរិបត្តិរំលត់សកាយៈទិដ្ឋិប្រកាន់ទទួលខ្លួនយើងក្នុងបញ្ញខណ្ឌហ្នឹងបញ្ញខណ្ឌបែកធ្លាយទៅតើអាគំនិតដែលគិតថាយើងស្លាប់ហ្នឹងវារលត់បាត់អស់ទៅឃើញតែសង្ខារធัวដូចដើមឈើងាប់អញ្ចឹងយើងមានតែគិតតែយើងស្លាប់ឯណាហ្នឹងឯងយ៉ាងណាមិញគឺថាកំណត់ទៅលើបញ្ញខណ្ឌនឹងឯងទៀតដែលជាប្រកម្មដ្ឋានអញ្ចឹងគឺអស្ចារ្យណាស់យើងចូលមកក្នុងព្រះសាសនាទាំងសិក្សាអប់រំទទួលយកចំណេះដឹងអំពីព្រះពុទ្ធអង្គហើយសេចក្តីសុខហ្នឹងគឺកើតជាមួយគ្នានឹងកុសលចិត្តដែលបានវឹកហាត់អប់រំនឹងឯងញាតិញោមពុទ្ធបរិស័ទឃើញផលជាក់ស្ដែងចំពោះបុណ្យដែលបានធ្វើហើយហ្នឹងគឺសប្បាយរីករាយចិត្តញាតិញោមរឹងរិតតែជ្រះថ្លាក្នុងការបំពេញសេចក្តីល្អតទៅទៀតគឺថាយើងរកកន្លែងសុខឃើញណាស់ត្រង់ដែលបានបំពេញសេចក្តីល្អជួយសង្គ្រោះមេត្តាករុណាចំពោះអ្នកដទៃទាំងមនុស្សទាំងសត្វនឹងជាជាងដែលយើងនៅមានជីវិតបានបំពេញនៅកិច្ចការងារនឹងអញ្ចឹងយើងមិនទៀមទាអីច្រើនទេបានជីវិតនៅរស់ហើយធ្វើទានបានរក្សាសិលបានអញ្ចឹងគឺតែសុខសាន្តហើយទាំងលោកនេះមិនមែនជាលោកដែលយើងសម្រាប់ទៀមទាទេកុំបានចិត្តបានថ្លើមអីបាននៅរស់ហើយនឹងទូចទេទៀមទាមិនបានទេក៏យំត្រំជើងបោកណាបោកណីអីចឹងទៅរហូត
ដល់ទៅសូម្បីតែភរិយាស្វាមីក៏មិនបានសុខនឹងគ្នាដោយសារការខឹងក្រោធឆេវឆាវវាយបែកចានឆ្នាំងបោកបែកទូរទស្សន៍អស់ហ្នឹងហើយអានឹងមកពីអីតែមកពីយើងទៀមទារបស់ក្នុងโลกហ្នឹងអ្នកណាក៏ចេះតែមកចិត្តល្អឲ្យយើងហ្នឹងបើអញ្ចឹងយើងមិនបាច់ស្លាប់ទេបើโลกនេះគេល្អជាមួយយើងគេទុកឲ្យយើងរស់ហើយអានេះគ្រាន់តែដូចត្រីក្នុងទ្រុងគេប្រោះសិនទេអាហ្នឹងត្រូវឲ្យដឹងខ្លួនអញ្ចឹងស្លូតទៅហើយមានឱកាសធ្វើទានសាសិលដាប់ពធចម្រើនបញ្ញាទៅកុំមកធ្វើក្រន់បើកាចអីជាមួយនរណាក្នុងโลกនេះនោះអត់បានទេចាំញាតិញោមនឹងក្តៅកាហាយចិត្តព្រោះមិនបានតាមប្រាថ្នាតែបើយើងដឹងថាយើងប្រាថ្នាអីទៀតបានរស់ហើយនេះឃើញគេសិតតែចង់រស់នៅមហាសេដ្ឋីប៉ុន្តែគេស្លាប់ទៅហើយយើងបាននៅរស់ហើយទេអីទៀតធ្វើទានទៅរក្សាសិលទៅស្ដាប់ព្រះធម៌មាននៅចម្រើនបញ្ញាទៅអប់រំចិត្តឲ្យសុខទៅតែកាលណាយើងមិនទាមទារច្រើនចិត្តនឹងសុខហើយអាសេចក្តីទុកហ្នឹងមកពីទាមទារហើយអត់បានដូចចិត្តទេតើអញ្ចឹងញាតិញោមរស់កន្លែងសុខឃើញហ្នឹងឯងដូច្នេះសបាយទាំងដឹងគុណបរតនត្រ័យបានចម្រើនប្រាជ្ញាស្មារតីងូតទឹកតិចខ្លួនស្រួលបួលបើកបច្ចុស្ដាប់ធัวមើលបត្រៃ3ដកស្វាយបង្គំព្រះទៅអីចឹងទៅកិច្ចការងារក៏ធ្វើទៅដោយសមាអាជីវោទៅយើងមិនខ្ជិលអីទេព្រោះកិច្ចការងារហ្នឹងដើម្បីបាយមួយចានយើងចិញ្ចឹមសិលឃើញទេយើងមានខ្ជិលនឹងការងារអីធ្វើអីធ្វើទៅឲ្យតែការងារនឹងឯងសុចរិតបាយមួយចានសម្រាប់យើងបានពីកិច្ចការងារនឹងមកយើងចិញ្ចឹមសិលមួយថ្ងៃហ្នឹងប្រសើរជាងរស់នៅអស់រយនៃឆ្នាំដែលអត់សិលអរក៏ទេការងារហ្នឹងកាក់កបដោយសារបុណ្យយើងពីជាតិមុនឬក៏ជាតិនឹងឯងប៉ុន្តែឲ្យផលក្នុងជាតិនឹងអញ្ចឹងគឺថាការដឹងគុណមេត្តាបិតាក្តីថ្វាយទានបូជាបរតនត្រ័យក្តីអញ្ចឹងទៅក៏ជាបុណ្យបច្ច័យនឹងឲ្យរស់ទទួលទានមានបានទៅយើងមានឱកាសធ្វើទានកសាងខ្លោងទ្វារទៅលបងទៅមកប្រឡោះពីប្រឡោះទៅនឹងឯងយើងយកទៅឯណាបើមិនដើម្បីទំនុកម្រងឲ្យបានទៅជាខ្លឹមសារអញ្ចឹងទេនោះនឹងឯងអញ្ចឹងគឺថាយើងអត់មានអីដែលត្រូវខ្ជិលសោះរវល់ធ្វើកិច្ចការងារដើម្បីឲ្យអ្នកដទៃបានសេចក្តីសុខនឹងឯងអ្នកដែលនៅក្នុងផ្ទះក៏ដោយមេត្តាបិតាក៏ដោយបងប្អូនកូនចៅក៏ដោយធ្វើអីក៏ធ្វើទៅជាបុណ្យទេតើមិនតតែមកវត្តបានធ្វើបុណ្យទេណានៅក្នុងផ្ទះហ្នឹងឲ្យតែយើងធ្វើអីតាំងចិត្តឲ្យគេបានសុខនេះហើយជាបុណ្យយើងសប្បាយចិត្តណាស់កើតមកយើងមានសមត្ថភាពនៅធ្វើការបានធ្វើទៅឲ្យគេបានសុខយើងធ្វើទៅបើយើងងាប់ទៅបានអីធ្វើឈឺទៅហ្នឹងមិនតាន់ស្លាប់ផងហ្នឹងយ៉ាស់យោយធ្វើអីក៏មិនកើតឥឡូវនៅជាយើងធ្វើទៅសប្បាយចិត្តបាត់ហើយទៅមានរឿងអីដែលត្រូវខ្ជិលធ្វើកិច្ចការងារសពគ្រប់ទាំងអស់រហូតដល់ទៅពេលត្រូវចាកលោកនឹងទៅយើងមិនប្រកែកអីទេពីព្រោះជីវិតវាត្រូវទៅចាកពីលោកនឹងយើងគិតរឿយហើយអញ្ចឹងរស់នៅត្រូវតែមានសេចក្តីសុខចឹងហ្មងទៀតគ្មានរឿងដែលត្រូវឲ្យកើតទុក្ខទេមាននរណាដែលយើងត្រូវទៅស្អប់ទៅឆ្លោះទៅកណ្ដុំគុំគួនជាមួយនឹងនរណាទេចឹងនឹងឯងមានតែការសាងមិត្តអត់មានរឿងសាងសត្រូវឲ្យជីវិតរបស់ខ្លួនឡើយចឹងនឹងឯងចឹងដូច្នេះការសម្ដែងធម៌ប៉ុណ្ណឹងចូលរួមមួយគុណចាស់ទុកដាក់ប្រាក់បូជាពធទេសនាចឹងឥឡូវនេះបានច្រើន780000ចឹងកណាហើយនេះបងបាសកសោមរតនបាសិកាសិបណាហើយនឹងកូនបូជាពធ200000រៀលទៀតអញ្ចឹងហ្នឹងឯងបាន98,000ហើយមកប្រឡោះប្រហែលចឹងតោងទ្វារហ្នឹងមកប្រឡោះណា600ណាមកប្រឡោះលបងណា$600ហ្នឹងហើយដោយសេចក្តីជ្រះថ្លាខ្ញុំប្រកាសណាឥឡូវបានបាននេះ1លានណាប៉ះ20000 1លានហ្នឹងបានប៉ុន្មាន1លានហ្នឹង1លានហ្នឹងបាន250នៅសល់ពីអត់បានពាក់កដាលផងហ្នឹង250ហ្នឹងព្រោះនោះឡើង600បងធំចឹងល្អណាចឹងណែអើតឹងបាន4
ប្រវែង4ម៉ែត្រទៅតឹង3ម៉ែត្រហើយបានប្រមាណប្រឡោះហើយអូគ្រប់អស់ហើយនៅផ្លោងទ្វារចឹងផ្លោងទ្វារតែរួមគ្នាចឹងរួមគ្នាអីហើយបានបនច្រើនណាស់ប្រមាណប្រឡោះទៅអស់ហើយហ្នឹងទាំងអស់ប្រមាណប្រឡោះណាលបងហ្នឹងទាំងអស់ហ្នឹងប្រមាណប្រឡោះបានរួចហើយហ្នឹង22ប្រឡោះហើយហ្នឹងហើយសុំចែកបនពីញាតិញោមផងណាហើយមកប្រឡោះ$600ហើយអស់ទៀតនេះប្រកែមែនទេតែដោយសេចក្តីជ្រះថ្លាអញ្ចឹងខ្ញុំក៏ដែរសូមបន្ថែមប្រាក់បូជាពធទេសនានេះឲ្យបាន2លានកណាឥឡូវបានខ្វះ20000គ្រប់ហើយគ្រប់1លានអញ្ចឹងថែម1លានទៀតហ្នឹងហើយបាន2លានហ្នឹងហើយចូលរួមនៅក្នុងការកសាងខ្លោងទ្វារណាទៀតណាខ្លោងទ្វារខាងមុខហ្នឹងណាហ្នឹងហើយខ្លោងទ្វារ3ហ្នឹងណាខ្លោងទ្វារណាក៏បានដែរទាំង3ហ្នឹងហ្នឹងហើយខ្លោងទ្វារធំ$16000ហើយតូច2ណា13000 3ឬ2មែន$13000អញ្ចឹងខ្ញុំណាបាន$500ដែរ2លានហ្នឹងហើយដោយក្តីជ្រះថ្លាទាំងសូមអនុមោទនាបុណ្យពីញាតិញោមទីប្រុសទាំងអស់ហើយនឹងអនុមោទនាបុណ្យប្រភ្នោះរបស់គុណចាស់ដើម្បីថែរក្សាពុទ្ធសាសនាតទៅទាំងអញ្ចឹងការសម្ដែងពធព្រះសំគួរនៅពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង